សួស្តីអ្នកគ្នាខ្ញុំកណ្ឌិកាមកជួបជាមួយខ្ញុំនៅវីដេអូថ្មីៗទៀតហើយខ្ញុំចង់សួរអ្នកគ្នាមួយថាតើអ្នកទាំងអស់គ្នាស្គាល់ឬក៏ជឿទៅលើការមានប្លង់ខ្មៅចូលខ្លួនឬក៏ជឿទៅលើប្លង់ខ្មៅយត់បើសិនមកអ្នកគ្នាជឿអ្នកគ្នាកុំភ្លេចចុះស្ដាប់នៅវីដេអូខ្ញុំណាកាត់មកដល់សាលារៀនមួយកន្លែងដែលមានក្មេងស្រី3នាក់ដែលជាមិត្តភក្តិនឹងគ្នាហើយក្មេងស្រី3នាក់ហ្នឹងប្រហែលជារៀនថ្នាក់ទី7ទៅទី8ណាគ្នាគឺគាត់ហ្នឹងរៀននៅសាលាជនបទមួយកន្លែងនៅក្នុងខេត្តមួយអញ្ចឹងទៅហើយបន្ទាប់មកក៏គាត់ហ្នឹងបានដើរ3នាក់មិត្តភក្តិគាត់ចូលរៀនចូលអីធម្មតាទៅដោយមិត្តភក្តិរបស់គាត់ហ្នឹងម្នាក់មានឈ្មោះថាសន្យាម្នាក់មានឈ្មោះថាកល្យាននិងម្នាក់ទៀតមានឈ្មោះថាភារីហើយពួកគាត់ហ្នឹងសរថ្ងៃស្លាញ់គ្នាដូចបងប្អូនអញ្ចឹងគឺមាននំចំណីអីតែតែចែកគ្នាទៅវិញទៅមកប៉ុន្តែក្នុងចំណោម3នាក់ហ្នឹងមានម្នាក់ដែលអត់សូវជឿទៅលើអបិយជំនឿហើយម្នាក់ហ្នឹងគឺជាកល្យានតែងតែប្រមាថមើលងាយទៅកាន់វត្ថុស័ក្តិសិទ្ធិឬក៏ប្លង់ខ្មោចអីជាដើមហើយទោះជាមិត្តភក្តិរបស់គាត់2នាក់ទៀតខំប្រាប់ថាចេះបើហែងមិនជឿឬក៏ជឿក៏ដោយក៏កុំប្រមាថដែរក៏កល្យានហ្នឹងនៅតែអត់ស្ដាប់ដែរនិយាយទៅកល្យានចរិតល្អទេគាត់នៅថាកល្យានមានអត្តចរិតលក្ខណៈតែប៉ុណ្្នឹងឯងដែលមិត្តភក្តិ2នាក់គាត់អត់ចូលចិត្តទេព្រោះខ្លាចពេលមានរឿងអីមានដល់ពួកគាត់អីអញ្ចឹងទៅហើយមានថ្ងៃមួយភារីដែលជាមិត្តភក្តិរបស់ពួកគេហ្នឹងក៏បានប្រពោពួកគេហ្នឹងទៅសាលារៀងលឿនតិចដោយសារថ្ងៃហ្នឹងគឺចំថ្ងៃប្រឡងនៅទាំងអស់គ្នានៅពេលដែលចំថ្ងៃប្រឡងអញ្ចឹងទៅក៏ភារីហ្នឹងក៏លឿនជាងគេដោយសារភារីគឺជាមនុស្សម្នាក់ដែលហ៊ានបកាយនៅពេលដែលហ៊ានបកាយអញ្ចឹងទៅគឺគ្រប់បន្តិចមានហ៊ានមានអីអញ្ចឹងទៅក៏ណាត់គ្នាមករៀនឲ្យលឿនដើម្បីបានអង្គុយចិត្តគ្នាអញ្ចឹងទៅណាមួយសាលារដ្ឋឬក៏សាលាជនបទអញ្ចឹងអត់ប្រកាន់កន្លែងអង្គុយឬក៏អីទេគិតសពទៅភារីហ្នឹងនៅឆ្លាតតែអ្នកទាំងអស់គ្នាគឺនិយាយមកឲ្យតែបានពូម៉ាក់ច្រឡំខ្លួនឬក៏បានច្រឡំពូម៉ាក់វិញគឺសុំចិត្តគ្រប់ឲ្យលឿនទៅចាប់កន្លែងអង្គុយមកបន្តមកទៀតដោយសារសាលារដ្ឋគឺគេចូលម៉ោង7ឬក៏គេប្រឡងម៉ោង7កន្លះទៅ7ជាងអញ្ចឹងទៅក៏ភារីហ្នឹងបបោណាត់ពូម៉ាក់អីទៅដល់ឡើងម៉ោង5:50ជាងអញ្ចឹងនៅពេលដែលទៅដល់សាលាម៉ោង5:50ជាងភារីហ្នឹងក៏ប្រាប់ទៅកាន់សន្យានឹងកល្យានហាន់ចាមានអារម្មណ៍ថារៀងល្ងឹតក៏ចាប់ផ្ដើមដើរលេងឬក៏ដើរជុំវិញសាលាសិនទៅអូនអ្នកគ្នាភ្លេចប្រាប់អ្នកគ្នាមួយទៀតថាចាសន្យាហ្នឹងគឺជាមនុស្សដែលមើលឃើញខ្មោចហ្មងអ្នកទាំងអស់គ្នាអញ្ចឹងបានសន្យាតែងតែរំលឹកទៅកាន់កល្យានថាកុំប្រមាថឬក៏កុំមើលងាយទៅកាន់ខ្មោចហើយសន្យាទៅដល់ទីណាក៏ដោយក៏ដឹងថាចំហាយខ្មោចហ្នឹងនៅណាដែរហើយសន្យាហ្នឹងគឺអាចថាមានវិញ្ញាណពិសេសអាចតាក់ទងមួយខ្មោចក៏ថាបានដែរហើយបន្ទាប់មកទៀត3នាក់គាត់ហ្នឹងក៏បានចាប់អារម្មណ៍ដែរថានៅពេលដែលសាលាខ្លួនហ្នឹងមកម៉ោង5រៀងងឹតអញ្ចឹងរៀងគួរឲ្យខ្លាចដែរតើហើយបន្ទាប់មកទៅក៏ពួកគាត់ហ្នឹងចេះតែដើរមើលជុំវិញសាលាទៅក៏ស្រាប់តាឃើញដើមឈើមួយដែលដើមឈើហ្នឹងពេលព្រឹកដូចជាអត់ឃើញទេដល់ពេលល្ងាចអីបានឃើញហើយលក្ខណៈថាមិនអត់តន់ភ្លឺបានឃើញដើមឈើហ្នឹងគឺធំមែនតើធំលក្ខណៈថាឡើងមិនធំជាងដើមត្នោតទេវាហិចតតឹងគឺធំមែនតើហើយឡើងទៅខ្ពស់ដែរអ្នកទាំងអស់គ្នាក៏យ៉ាងឃើញអញ្ចឹងហើយក៏ចាប់ផ្ដើមនិយាយថាចេះជុំហេតុអីបានជាសាលារបស់ខ្លួនហ្នឹងហេតុអីទៅមានដើមឈើអញ្ចឹងទាំងដែលរាល់ដងនោះអត់មានដើមឈើផងហ្នឹងហើយក៏3អ្នកគាត់ហ្នឹងក៏អត់បានចាប់អារម្មណ៍អីច្រើនដែរបន្ទាប់មកពួកគេហ្នឹងក៏ដើរវិញជុំវិញសាលាមើលអីអញ្ចឹងទៅក៏ឃើញដើមឈើហ្នឹងទៀតដើមឈើហ្នឹងមាន2ដើមខាងឆ្វេងសាលាមួយខាងស្ដាំសាលាមួយដូចនេះពួកគេក៏ចាប់ផ្ដើមថាចាដូចសាលាហ្នឹងដូចដើមឈើអីទៅឬក៏ដើមឈើសល់តាំងពីជំនាន់ណាជំនាន់នេះមកអញ្ចឹងទៅហើយពួកគេក៏អត់ខ្វល់រហូតអង្គុយលេងលើតងរហូតចាំដល់ពេលព្រឹកចន្លោះម៉ោង6ព្រឹកហើយពួកគេក៏គិតថាភ្លឺនៅពេលដែលពួកគេគិតថាភ្លឺអញ្ចឹងពួកគេចាប់ផ្ដើមឃ្លានបាយដោយសារមកតាំងពីម៉ោង5:50ជាថ្ងៃណាមួយពួកគេអង្គុយនឹងចង់កន្លះម៉ោងទៅ40នាទីឯងអត់ទាន់មានមនុស្សមកអញ្ចឹងទៅមិនថាអត់មានមនុស្សមកសោះហេគឺមានដែរគ្រាន់តែភាគតិចអញ្ចឹងទៅពួកគេក៏ឃ្លានបាយក៏ទៅទិញបាយនៅកន្លែងសាលាហ្នឹងនៅពេលដែលពួកគេអង្គុយញ៉ាំបាយហើយគឺពួកគេភ្លេចអស់ហើយភ្លេចរឿងដូចថា
ពួកគេនឹងបានជួបអស់ហើយដោយសារជួបលក្ខណៈថាជួបអីគឺជួបដើមឈើពីរដើមធំហ្នឹងនៅខាងឆ្វេងផងខាងស្ដាំផងសាលាហ្នឹងណាគឺភ្លេចអស់ហើយពួកអាឡែងតែនិយាយគ្នាលេងនិយាយចុះនិយាយឡើងទៅក៏ធ្វើឲ្យពួកគេនឹងភ្លេចនៅពេលដែលពួកគេនឹងភ្លេចក៏ទៅញ៉ាំបាយញ៉ាំអីធម្មតាអញ្ចឹងណាក៏ពិភាក្សារឿងប្លង់ហើយទៅថាហែនេះគួយនេះគួយនោះគួយនេះអញ្ចឹងទៅពួយប្រាប់ប្រយ៉ងញាត់ប្រយ៉ងដាក់បិចដាក់អីហ្នឹងណាបន្ទាប់មកទៀតជួងសាលាហ្នឹងក៏បានគោះលឺទ្រឿងដើម្បីហៅសិស្សចូលទៅប្លង់ខ្ទង់ម៉ោង 7 កន្លះនៅពេលហ្នឹងហើយពួកគេហ្នឹងគឺបានអង្គុយចិត្តគ្នាមែនចាមួយអង្គុយមុខមួយអង្គុយក្រោយមួយអង្គុយគៀនពួកគេហ្នឹងគិតថាសាលាហ្នឹងអាចអង្គុយចិត្តគ្នាបានសាលាជនបទតែឥឡូវសាលាជនបទគឺអាប់ដេតហើយគឺមិនបាច់ຕົកសិស្សហ្មងហើយពួកគេធ្វើមកក្លីងក្លងថាបានអង្គុយចិត្តគ្នាហើយខំមកតាំងពីម៉ោង 5 អញ្ចឹងទៅប៉ុន្តែវាអត់ជាបញ្ហាសម្រាប់ភារីណាគ្នាសាភារីគឺជាសិស្សបកាយហើយក៏កល្យាននិងសន្យាក៏ជាសិស្សបកាយដែរដូច្នេះហើយពួកគេគឺធ្វើបានធម្មតាហើយដំណើរការនៃការប្រឡងរបស់ពួកគេគឺ2ថ្ងៃនៅទាំងអស់គ្នាមូលហេតុដល់2ថ្ងៃដោយសារពួកគេគឺរៀនមធ្យមសិក្សាគឺទី 7 ទី 8អស់គ្នាចង់ប្រឡង2ថ្ងៃដូចតែពួកយើងដែរទេពួកមុខវិជ្ជាវាច្រើននៅពេលដែលពួកគេប្រឡង2ថ្ងៃអញ្ចឹងទៅក្នុងថ្ងៃទី1ហ្នឹងគឺពួកគេមកម៉ោង 5:50 ជាងប៉ុន្តែថ្ងៃទី2គឺអត់ទេថ្ងៃទី2គឺពួកគេមកម៉ោង 6 កន្លះដែលសាលាចូលម៉ោង 7 កន្លះហើយចឹងមកមុនឲ្យបាន1ម៉ោងក៏បានដែរដើម្បីមើលមេរៀនជុំគ្នាអានេះដែលខ្ញុំនិយាយហ្នឹងគឺនៅប្រឡងថ្ងៃទី1ឯណាប៉ុន្តែពេលចេញទៅផ្ទះនៅពេលដែលពួកគេចេញទៅផ្ទះហ្នឹងពួកគេក៏ក្នុងចំណោមពួកគេហ្នឹងគឺកល្យានជាអ្នកដែលអត់ជឿហ្នឹងគឺបាននឹកឃើញទៅដល់រឿងដើមឈើពីរដើមហ្នឹងភ្លាមហើយនៅពេលដែលកល្យានហ្នឹងទៅដល់ដើមឈើពីរដើមហ្នឹងក៏បបួរពួកម៉ាក់សន្យាជាមួយនឹងភារីហ្នឹងទៅមើលដើមឈើហ្នឹងឲ្យដឹងទាំងអស់គ្នាដោយសារស្លាកំពុងតែនៅអ៊ូអីចឹងទៅបន្ទាប់ពីហ្នឹងហើយគឺដល់អត់មានសមោឬក៏សូម្បីតែគល់ឈើឬឈើនៅហ្នឹងគឺគ្មានទេអ្នកទាំងអស់គ្នាគ្មានសោះតែម្ដងតាដើមឈើមួយដើមក៏គ្មាននៅក្រោយស្លាដែរបន្ទាប់ពីហ្នឹងសន្យាដែលជាមនុស្សដែលមើលឃើញខ្មោចអញ្ចឹងទៅក៏ចាប់ផ្ដើមដឹងហ្មងដឹងភ្លាមហ្មងប៉ុន្តែកល្យាននិងភារីគឺគិតថាពួកគេនឹងស្វាំងភ្នែកថាក៏សួរគ្នាទៅវិញទៅមកថាពួកយើងមុននឹងពេលមកគឺឃើញច្បាស់ណាហេតុអ្វីក៏ពេលយើងទៅវិញអត់មានមកមើលដូចដើមដែលថាពេលព្រឹកមកមើលវិញមិនក៏អត់ឃើញអញ្ចឹងហើយបន្ទាប់មកភារីដែលជឿតិចហ្នឹងក៏ទៅខាងសន្យាអញ្ចឹងទៅដោយសារភារីនិងកល្យានហ្នឹងដឹងថាសន្យាហ្នឹងមើលឃើញឬក៏អាចតំណែងមួយខ្មែរបានទៅក៏ទៅខាងប៉ុន្តែកល្យានហ្នឹងទូទៅខាងហ្នឹងមែនប៉ុន្តែនៅថានិយាយផ្ដឺផ្ដងលក្ខណៈថាគ្មានតែជឿទេប៉ុណ្្នឹងសោះមកពីពួកយើងស្វាងភ្នែកហើយក៏គ្មានខ្មោចណានៅលើโลกហ្នឹងដែរចង់បាត់ជឿឬស្អីទេហើយសង្ស័យតែអាសន្យាហ្នឹងវាបោកយើងទីដឹងគេថាវាមើលឃើញខ្មោចបាននិយាយមើលខ្មោចគឺវាផោទេខ្មោចគ្មានពិតទេខ្មោចឈួតចឹងតាមពិតទៅកល្យានគឺនិយាយលើសនឹងទៀតប៉ុន្តែវាសាហាវពេកនេះខ្ញុំក៏អត់ហ៊ានក្នុងការនិយាយដែរហើយបន្ទាប់មកទៀតក៏ពួកគេហ្នឹងបានប្រឡងចប់ដើរទៅផ្ទះដើរទៅអីធម្មតាហើយខ្ទង់ពេលល្ងាចពួកគេមកប្រឡងមកអីធម្មតារហូតដល់ទៅផ្ទះវិញម៉ោង 6 ល្ងាចនៅពេលដែលម៉ោង 6 ល្ងាចហ្នឹងហើយមានតែកល្យានដែលលក្ខណៈថាយប់ឡើងមានអារម្មណ៍ថាខុសចម្លែកពីរាល់ដងខុសប្លែកហ្មងលក្ខណៈថាដូចមិនមែនកល្យានអញ្ចឹងណាគ្នាពេលព្រឹកឡើងក៏បានមកដល់កល្យានគឺអត់និយាយអីទាំងអស់នៅឈរថ្មងអញ្ចឹងរហូតដល់មក 6 កន្លះហ្នឹងពួកគេមិនពួកគេគឺកល្យានហ្នឹងបានដើរទៅស្លានៅពេលដែលកល្យានបានដើរទៅស្លាហ្នឹងភារីក៏ចាប់អារម្មណ៍មុនគេដោយសារកល្យានធ្លាប់តែជាមនុស្សនិយាយច្រើនមកដល់ស្ងៀមស្ងាត់ស្ងៀមអីអញ្ចឹងក៏យ៉ាងភ័យដែរពេលដែលបានមកដល់សាលា3នាក់អីចឹងទៅក៏សន្យាហ្នឹងក៏លើទៅមើលដើមឈើហ្នឹងដោយសារមក 6 កន្លះហើយគឺអត់ឃើញដើមឈើហ្នឹងទេប៉ុន្តែក៏ហាក់បីខ្លួនហ្នឹងទៅចាប់អារម្មណ៍ទៅលើកល្យានហ្នឹងដែរថាបិចចុំមិនបានថ្ងៃហ្នឹងកល្យានខុសផ្លែពីធម្មតាអញ្ចឹងថ្មងស្ទួហើយនិយាយពីថាភ្នែកវិញឡងខ្មៅក្រមហ្មងឡងស្លក់ហ្មងនៅទាំងអស់គ្នាឈ
ឈរស្លឹងមកពួកគេដោយស្លក់អញ្ចឹងសន្យាអត់សូវខ្លាចទេដោយសារសន្យាធ្លាប់ជួបខ្មោចខ្លាំងជាងនឹងទៀតប៉ុន្តែសន្យាក៏អត់ទាន់សន្មត់ថាកល្យានឹងមានអីចូលខ្លួនដែរហើយបន្ទាប់មកទៀតភារីនឹងគឺខ្លាចមែនតើកាលណាដែលកាន់តែខ្លាចគឺកល្យានឹងកាន់តែស្លក់មុខភារីនឹងខ្លាំងជាងសន្យាទៀតនៅទាំងអស់គ្នាដល់មកពួកគេក៏បានទៅញ៉ាំបាយញ៉ាំអីធម្មតាចឹងទៅប៉ុន្តែគឺនិយាយទៅភារីខ្លាចឡើងញ័រខ្លួនហើយគឺអត់ហ៊ានអង្គុយចិត្តសន្យាគឺអត់ហ៊ានអង្គុយចិត្តកល្យានឹងទេហើយបន្ទាប់ពីពួកគេបានញ៉ាំបាយរួចគេដងក៏ចាប់ផ្ដើមប្រឡដើម្បីចុចរឿង3ដងនោះដើម្បីចូលប្រឡងនៅពេលដែលពួកគេប្រឡងរួចគឺពួកសិស្សទាំងអស់នឹងចាប់ផ្ដើមចេញទៅផ្ទះហើយនៅសល់តែ3នាក់ឯងគឺកល្យានសន្យាមួយភារីដោយសារតាភារីមួយសន្យាឃើញអាការៈរបស់កល្យាននោះអត់ព្រមចេញមកពីបន្ទប់ប្រឡងសោះក៏ចាប់អស់មកហ្មងទៅអ្នកគ្នាវាហាក់បីដូចជាគួរចង់សើចមែនប៉ុន្តែគឺនៅមានរឿងជាច្រើនទៀតដែលអ្នកគ្នាអត់ដឹងថាវាគួរខ្លាចប៉ុណ្ណាបើសិនបើជួបជាក់ស្ដែងណាអ្នកគ្នាហើយទៅអ្នកគ្នាសាកសម័យបន្ទប់ប្រឡងគេចេញទៅអស់ហើយនៅតែកល្យានមួយឯងđangអង្គុយថ្មឹងនៅនឹងអញ្ចឹងថ្មឹងតែងអញ្ចឹងទៅអ្នកគ្នាទៅសារពួកគាត់2នាក់ទៅដល់ពួកគាត់នឹងហ៊ានអស់កល្យានចេញមកបន្ទាប់មកទៀតគឺសន្យានឹងចាប់ផ្ដើមដឹងហើយក៏ព្យាយាមអស់កល្យាននឹងទៅកាន់កន្លែងដែលពួកគេឃើញដើមឈើហ្នឹងប៉ុន្តែពេលព្រឹកអញ្ចឹងណាពួកគេអត់ទាន់ឃើញដើមឈើហ្នឹងហើយដូច្នេះពួកគេទាំង2នាក់ហ្នឹងគឺចាំដល់រៀងម៉ោង6ល្ងាចបន្តិចបានចាប់ផ្ដើមឃើញដើមឈើហ្នឹងម្ដងទៀតនៅពេលដែលដើមឈើហ្នឹងលិចរុករៀងចេញមកហើយភារីឡើងភ្ញាក់មែនតើហ្មងអ្នកគ្នាគឺលក្ខណៈថាអាមលឺឈរសុកអាដើមឈើហ្នឹងហិចមកខ្លួនឯងអញ្ចឹងទៅហើយបន្ទាប់មកភារីហ្នឹងក៏បានឃើញសន្យាហ្នឹងចាប់ផ្ដើមឈររៀងឈរសាពះឈរអីដែរអញ្ចឹងទៅក៏សន្យាហ្នឹងបានយកកល្យានហ្នឹងទៅផ្អែកនឹងដើមឈើហ្នឹងឬក៏ចាប់ផ្ដើមនិយាយជាមួយនឹងម្ចាស់ប្លង់ដែលគេបានកាន់ខែរក្សាដើមឈើហ្នឹងហើយបន្ទាប់ពីសន្យាបាននិយាយរួចទៅភារីក៏អត់ដឹងថាសន្យានិយាយអីដែរគឺអាចថានិយាយក្នុងចិត្តនៅពេលដែលនិយាយអីរួចគឺលក្ខណៈថាកល្យានហ្នឹងចាប់ផ្ដើមប្រកាច់ឡើងក្អួតចេញមកក្អួតឈាមណាឃើញស្គាល់ក្អួតឈាមហ៎បើតែក្អួតឈាមហើយក៏សន្យានឹងចាប់ផ្ដើមលើកដៃសំពះអរគុណទៅកាន់ដើមឈើហ្នឹងហើយក៏ប្រាប់ថានឹងលែងធ្វើអញ្ចឹងទៀតហើយរួចក៏យកអីមកសែនឲ្យនៅថ្ងៃស្អែកពីនោះហើយកល្យានក៏បានភ្ញាក់ដឹងស្មារតីមកវិញថាខ្លួនគឺជាខ្លួនរួចក៏ចាប់ផ្ដើមក្រោកស្លន់ស្លោទៅផ្ទះចោលបាត់អីចឹងទៅដោយសារចាប់ផ្ដើមជឿថាមានខ្មោចមានអីហើយបន្ទាប់មកសន្យាក៏បានសើចដែររួចក៏ឆាប់បបួលភារីនឹងចេញពីកន្លែងហ្នឹងទៅដោយសារភារីនឹងឡើងញ័រជើងឡើងចង់លេចនោមដាក់ខោហ្មងណាអ្នកគ្នាក៏បានចាប់អស់ដៃបោះស្អីបោះសន្យាហ្នឹងទៅលឿនហើយនៅពេលដែលចេញផុតពីសាលាហើយនៅតាមផ្លូវដែលពួកគេដើរទៅផ្ទះវិញហ្នឹងណាក៏ភារីនឹងបានសួរទៅកាន់សន្យាថាចេះតែឯងនឹងមិននិយាយអីមួយប្លង់នៃដើមឈើនឹងខ្លះហើយបន្ទាប់មកសន្យាក៏បានរៀបរាប់តាមដំណើរដើមតោងដែលគូខ្លួននឹងបាននិយាយជាមួយនឹងប្លង់នៅក្នុងដើមឈើហ្នឹងណាតាមពិតទៅដំបងឡើយនៅសាលាហ្នឹងគឺអត់មានដើមឈើទេប៉ុន្តែយូរទៅដោយសារតែគ្រូនាយករបស់សាលាហ្នឹងចាប់ផ្ដើមយកកូនឈើមកដាំខាងឆ្វេងផងខាងស្ដាំផងនៃសាលាដើម្បីលម្អសាលាស្អាតចឹងទៅក៏ពួកគាត់ដែលជាវិញ្ញាណខ្មោចហ្នឹងគឺគេហៅតែខ្មោចអនាថាអញ្ចឹងអ្នកគ្នាអត់មានឡើយនៅទេក៏ចាប់ដើមចូលទៅនៅក្នុងដើមឈើហ្នឹងដើម្បីកាន់ថែរក្សារហូតមកដល់ឥឡូវដែលរឿងនេះកើតឡើងជាង10ឆ្នាំហើយអ្នកគ្នារឿងថានាយកសាលាយកដើមឈើមកដាំអញ្ចឹងទៅហើយបន្ទាប់មកទៀតក៏សញ្ញាហ្នឹងมันប្រាប់ថាចាពួកគេដែលបានកាន់រក្សាដើមឈើហ្នឹងណាគឺពិតជាខឹងឡើងខ្លាំងរហូតចង់យកជីវិតកល្យានហ្នឹងមកនៅជាមួយដែរប៉ុន្តែពួកគេគាត់ថាខ្មោចហ្នឹងគឺជាវិញ្ញាណខ្មោចដែលល្អទេក៏ចាប់ឲ្យធ្វើបាបកល្យានបន្តិចដើម្បីកល្យានហ្នឹងញាក់ខ្លួន
រួចហើយក៏គាត់ទៅធ្វើឲ្យកល្យាហ្នឹងមានអាការៈគួរចង្អោខ្មោចចូលហើយចឹងទៅហើយបន្ទាប់មកក៏ធ្វើឲ្យកល្យាហ្នឹងយកសពអាក្រក់យកសពកូនខ្មោចអត់ល្អអត់អីចឹងណាហើយបន្ទាប់ពីបាននិយាយគ្នារួចអស់ហើយពួកគេហ្នឹងក៏ព្រមដោះលែងកល្យានប៉ុន្តែមិនដែលដោះលែងកល្យានហ្នឹងពួកវិញ្ញាណខ្មោចទាំងអស់ហ្នឹងបានប្រាប់ទៅកាន់សន្យាថាចាថាឲ្យស្អែកហ្នឹងយកអីមកសែនឲ្យពួកគេញ៉ាំផងពួកគេហ្នឹងក៏ចេះឃ្លានដែររួចសន្យាហ្នឹងក៏បានអរគុណអស់អីដូចដែលភារីហ្នឹងបានឃើញអញ្ចឹងទៅឡានអ្នកគ្នាក៏យ៉ាងហ្នឹងក៏មកសភាពដូចដើមក៏ពួកគេទាំង3នាក់ហ្នឹងបានធ្វើម្ហូបជាច្រើនដើម្បីសែនដើមឈើខាងនេះផងដើមឈើខាងនោះផងរួចក៏ស្កលយ៉ាននិងពួកគេទាំងអស់គ្នាហ្នឹងបានសុំកម្មាទោសទៅកាន់ដើមឈើទាំងសងខាងហ្នឹងរួចក៏ចាប់ផ្ដើមអុជធូបដើម្បីប្រគេនឬក៏ថ្វាយខ្ញុំមិនដឹងតែគេហៅមិនដែរគឺមកអញ្ជើញឲ្យពួកវិញ្ញាណខ្មោចទាំងអស់ហ្នឹងមកអញ្ជើញសែបសោយឲ្យដល់ខ្លួនបានសែនទៅរួចហើយចាប់ពីពេលហ្នឹងមកពួកគេក៏រស់នៅជាមិត្តភក្តិធម្មតារហូតមកដល់សប្តាហ៍ថ្ងៃនេះជាចុងបញ្ចប់អ្នកគ្នាបន្ថាអ្នកគ្នាជឿឬក៏មិនជឿក៏ដោយអ្នកគ្នាខ្ញុំសូមជម្រាបអ្នកកុំទៅប្រមាថពេលខ្លះបើប៉ះវិញ្ញាណខ្មោចស្លូតដូចកល្យានអញ្ចឹងគាត់ទៅធ្វើបាបឬក៏ធ្វើអីទេប៉ុន្តែបើសិនបើប៉ះវិញ្ញាណខ្មោចកាចទេអ្នកគ្នាប្រកាសជាមិននៅសល់ទេជីវិតអ្នកគ្នាអញ្ចឹងជឿឬមិនជឿកុំប្រមាថអីអ្នកគ្នាជាចុងក្រោយខ្ញុំសូមឲ្យអ្នកគ្នាជួបតែសំណាងល្អសុខភាពល្អហើយកុំភ្លេច subscribe ផងណាបាយបាយ